បងណាធ្លាប់ជួបខ្លះនេះសម្រាប់ខ្ញុំ2ករណីហើយខ្សែប្រភេទហ្នឹងហើយតែមិនបង្ហាញម៉ាកកំប៉ុនគេទេខ្សែលេខ6ចម្ងាយត្រឹមតែ110 ម៉ែត្រប្រើភ្លើងត្រឹមតែ20អាប្រើគ្រប់ជំរើសមានតែអត់ចាយប្រើបន្ទុកប្រើប្រាស់ត្រឹមតែ10 អាតង់ចង់ចាប់ដាំធ្លាក់ហ្នឹងហើយបងប្អូនคลิปអូនេះខ្ញុំចេញមកនេះមិនមែនមករិះគន់គាត់ទេហើយក៏មិនមែនមកបង្អាប់ទៅលើចំណេះដឹងរបស់គាត់ដែរខ្ញុំចង់ឲ្យបងប្អូនពិសេសជាងដៃថ្មីមកសិក្សាទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នេះមកសិក្សាការប្រើប្រាស់មុខខ្សែរបស់គាត់ហ្នឹងតើវាត្រឹមត្រូវអត់ណាត្រឹមត្រូវទាំងអត់ហើយសូមបញ្ជាក់តិចខ្ញុំមិនមករិះគន់គាត់ទេណាយើងមកសិក្សាទាំងអស់គ្នាបងប្អូនអាចធ្វើតាមក្បួនរបស់ខ្ញុំក៏បានឬក៏បងប្អូនធ្វើតាមក្បួនរបស់រីមច្បងផ្សេងៗទៀតក៏បានដែរតែមើលសិនណាបងប្អូនក្បួនរបស់ខ្ញុំនេះគឺជារូបមន្តមួយដែលយើងអាចជារូបមន្តមួយដែលយើងអាចយកទៅប្រើការបានអានេះយកគាត់តែជាយើងមិនមែនជារបៀបគណនាទៅលើមុខកាត់ខ្សែទេឲ្យដឹងមុខកាត់ខ្សែទេអានេះគាត់តែយើងអាចថាជ្រើសរើសមុខខ្សែមួយណាដែលត្រូវនឹងសមស្របជាមួយនឹងអំពែរបស់គាត់ហ្នឹងហើយអំពែរបស់គាត់អញ្ចឹងណាឬក៏ការប្រើប្រាស់មុខខ្សែរបស់គាត់តោះអញ្ចឹងបងប្អូនដែលត្រូវមានទី1បងប្អូនត្រូវតែចេះឬក៏ចាំជាមួយនឹងតារាងមុខកាត់ខ្សែចេះហើយនឹងចាំតារាងមុខកាត់ខ្សែបើអត់ចាំទេបងប្អូនអាចសេវទុកឬមួយក៏អីក៏បានដែរដែលអាចយករូបមន្តហ្នឹងមកតារាងមកមើលបានណាហ្នឹងហើយក្នុងតារាងហ្នឹងគេបានប្រាប់ពីមុខកាត់ខ្សែតម្រូវប្រមាណពេលមុខកាត់ខ្សែត្រូវប្រមាណពេលអញ្ចឹងណាបាទទី2បងប្អូនត្រូវចាំរូបមន្តមួយនេះរូបមន្តនេះនេះហើយវាមានគេប្រាប់ឲ្យអស់ហើយអានេះខ្ញុំកែសម្រួលខ្លះទៅដល់បងប្អូននិយាយនេះហើយសូមបញ្ជាក់បន្តិចចំពោះតារាងតារាងមុខកាត់ខ្សែនេះបងប្អូនអាចយកទៅប្រើការបានបញ្ជាក់ម្ដងទៀតតារាងនេះគឺប្រើប្រាស់ចំពោះតែខ្សែមេប្រវែងត្រឹមតែ10 ម៉ែត្រទេណាហ្នឹងហើយ10 ម៉ែត្រចុះក្រោមទេអាចប្រើប្រាស់ជាមួយតារាងហ្នឹងបានដោយមិនបាច់ទៅគណនាជាមួយរូបមន្តហ្នឹងទេណាតែបើចាប់ពី5-10 ម៉ែត្រឡើងទៅ20 ម៉ែត្រឡើងអីចឹងហ្នឹងបងប្អូនអាចគណនាជាមួយរូបមន្តនេះបានណាហ្នឹងហើយខ្ញុំចាប់ប៉ុណ្ណឹងតោះឥឡូវសូមសិក្សាទាំងអស់គ្នាហ្នឹងហើយបងប្អូនតោះអានេះជារូបមន្តបាទនេះបងប្អូនចាំទៅរូបមន្តរបស់ការគណនាហ្នឹងអញ្ចឹងអ្វីដែលយើងដឹងគឺគាត់ប្រាប់ឲ្យថាខ្សែដែលគាត់ប្រើហ្នឹងគឺ110 ម៉ែត្របាទប្រើប្រាស់ជាមួយភ្លើង20 អាំពែហើយរូបមន្តអ៊ីនេះខ្ញុំមិនដឹងថាវាជាអីទេប៉ុន្តែវាបែងចែកជា2ជានេះជាតម្លៃណាតម្លៃស្ពាន់បើសិនជាគាត់ប្រើស្ពាន់យើងប្រើជាមួយតម្លៃនេះយើងចំនួនជាមួយតម្លៃនេះមកណាប៉ុន្តែបើសិនជាយើងប្រើលុយវិញ្ញោមយើងយកតម្លៃនេះមកចំនួនកន្លែងនេះមកណាចំនេះថាអញ្ចឹងណានេះខ្ញុំបញ្យល់ហើយគាត់និយាយមិនគាត់ប្រើលេខ4ការ៉េលេខ4ការ៉េខ្សែគាត់មិនពងប្រើអញ្ចឹងបើសិនជាយើងមើលទៅតាមតារាងខួបគឺត្រឹមត្រូវហើយលេខ4ការ៉េហ្នឹងលេខ4ខ្សែលេខ4គឺប្រើប្រាស់ជាមួយ20 អាំពែហ្នឹងគឺត្រូវណាបាទ20ប៉ុន្តែយើងត្រូវដឹងថាខ្សែរឹតតែវែងតង់ចុងគឺរឹតតែធ្លាក់បាទរឹតតែវែងរឹតតែធ្លាក់តង់ចុងអញ្ចឹងបើតាមរូបមន្តបើខ្សែខ្លីដែលខ្ញុំនិយាយមិញបើខ្សែខ្លីយើងប្រើតាមតារាងបានតែនេះខ្សែវែងអញ្ចឹងយើងអាចធ្វើតាមតារាងបានទេយើងធ្វើតាមរូបមន្តនេះអញ្ចឹងបងប្អូនជំនួសទៅតាមរូបមន្តហ្នឹងទៅបាទរូបមន្តនេះជំនួសតាមហ្នឹងមកបាទនេះ110 ម៉ែត្រ20 អាំពែខ្សែស្ពាន់មិញគឺតម្លៃវា0.17នេះមកបាទហើយ4នេះគឺតម្លៃរបស់មុខកាត់ខ្សែដែលគាត់ប្រើមិញហ្នឹងណាតើវាត្រូវអត់អានេះយកជាតម្លៃប៉ាន់ស្មានទេតែយកជាការបានណាបាទហើយយើងគុណទៅយើងបាន77នៅលើ4នេះ4ហ្នឹងណាបាទហើយតោះមកយើងចែកគ្នាមកគឺយើងឃើញ19 25 វ៉ុលអានេះភ្លើងដែលបាត់បង់អានេះវាបាត់បង់ណាអញ្ចឹងមានន័យថាអញ្ចេះ20 អាំពែមក220 វ៉ុលណាអានេះ220 វ៉ុលយើងដកអាតម្លៃបាត់បង់មិញទៅនៅសល់តែ220 វ៉ុលទេអញ្ចឹងមានន័យថានៅដើមខ្សែ220នៅពេលដែលចុងខ្សែគឺនៅសល់តែ200 វ៉ុលទេអញ្ចឹងមានន័យថាយើងបាត់បង់ភ្លើងនេះច្រើនណាជិត20 វ៉ុលចូល20 វ៉ុលហើយចូលនៅអានេះជាអានេះគាត់ថាការប៉ាន់ស្មានចូលនៅប្រើអីផ្សេងទៀតវានឹងធ្លាក់ចុះថែមទៀតការបាត់បង់ច្រើនបែបនេះហើយប្រើលេខខ្សែលេខ4នេះគឺអាចនិយាយប៉ាន់ស្មានថាអាចគាត់តែអាចយកបានប៉ុន្តែมันប្រើការអត់កើតទេណាបើប្រើច្រើនទៀតគឺនឹងធ្លាក់ចុះថែមទៀតហើយបើសិនជាក្នុងករណីនៅតំបន់នោះជាតំបន់ភ្លើងឡើងចុះខ្សោយទៀតប្រើអត់កើតតែម្ដងចំពោះលេខប្រើខ្សែលេខ4 100 ម៉ែត្រហ្នឹងណាហ្នឹងហើយ110 ម៉ែត្រហ្នឹងគឺប្រើអត់កើតតែម្ដងចុះបើសិនជាយើងប្រើលេខ10លេខ10នេះលេខ10ការ៉េអញ្ចឹងយើងគុណតាមនឹងមកហ្នឹងហើយ77ចែកនឹង10ហ្នឹងហើយ77ចែកនឹង10តើឥឡូវយើងធ្វើការដកអស់គ្នាបាទឥឡូវយើងគណនាម្ដងទៀត77ចែកនឹង10ការ៉េនេះយើងប្រើខ្សែលេខ10ម្ដងតើវាយ៉ាងម៉េចអញ្ចឹងអូខេនេះយើងឃើញហើយអញ្ចឹងវាបាត់បង់ភ្លើងតិចតួចទេបាទបាត់បង់ភ្លើងត7 វ៉ុលជាងទេបាត់បង់ភ្លើងត7 វ៉ុលជាងទេអញ្ចឹងមានន័យថាលេខ10បើសិនជាយើងប្រើខ្សែលេខ10គឺបាត់បង់តិចទេអញ្ចឹងយើងអាចយកលេខ10នឹងបានចាប់ពី10ការ៉េឡើងទៅអូខេណាហើយបញ្ជាក់នោះទៀតគឺប្រើខ្សែស្ពាន់ប៉ុន្តែខ្សែស្ពាន់បើសិនជាយើងគិតទៅវាបើសិនជាប្រើដល់100 ម៉ែត្រជាងវាអស់លុយច្រើនណាអញ្ចឹងយើងអាចប្រើលុយវិញ្ញោមក៏បានដែរព្រោះលុយវិញ្ញោមហើយនឹងអាចធូរថ្លៃជាងបើប្រើលុយវិញ្ញោមយើងយកតម្លៃនេះមកចំនួនកន្លែងនេះមកបាទហើយអានេះបាទមុខកាត់ខ្សែដដែលមកយើងប៉ាន់ស្មានលេខ10ឡើងទៅបើលេខ10ឃើញវាបាត់បង់ភ្លើងច្រើនយើងបើឡើងទៅ16ខ្សែលេខ16ការ៉េទៅបាទខ្សែ16ការ៉េទៅបើ16ការ៉េគឺវាបាត់បង់ភ្លើងច្រើនទៀតយើងដាក់បើឡើងទៅដល់25 30ទៅណាកន្លែងមុខកាត់នេះអានេះប្រហែលអានេះវិធីគិតងាយៗគឺអញ្ចឹងណា